ជំរាបសួរអ្នកគ្នាថ្ងៃនេះសូមអញ្ជើញតាមដានរឿងឆាន់ឆាងសឹងក្នុងភេទទី4បន្តទៀតហើយបើសិនជាបងប្អូនអ្នកគ្នាគិតថារឿងនេះល្អមើលសូម comment ភេទថាល្អមើលព្រមទាំងជួយចុច like subscribe បើកសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តហើយបន្ថែមពីនឹងទៀតបើសិនជាបងប្អូនអ្នកគ្នាចង់តាមដានរាល់ព័ត៌មានសម្រាប់រឿងរបស់ admin បងប្អូនអ្នកគ្នាអាចជួយ join ក្រុម Telegram របស់ admin ម្នាក់មួយបានដែល admin បានដាក់ link នៅខាងក្នុង channel ឬក៏អាច scan តាមរយៈ QR code ដែល admin បានដាក់នេះក៏បានដែរអញ្ចឹងតើកុំឲ្យខាតពេលយូរយើងចូលទៅតាមដានសាច់រឿងដូចតទៅសាច់រឿងរបស់យើងចាប់ផ្ដើមឡើងនៅខាងក្នុងទីក្រុងនៃទីកន្លែងមួយដែលមានឈ្មោះថាអាគារធានតាយ័នដែលទីកន្លែងនោះគឺជាកន្លែងប្រពៃពិធីជប់លៀងរបស់សាលាបង្រៀនល្បីៗទូទៅនៅទីកន្លែងនោះមានការរៀបចំតុបតែងស្អាតបាតខ្លាំងមែនទែនព្រមទាំងមានភាពរស់រវើកទៀតផងក៏បណ្ដាលឲ្យលោកនេះគឺស្ញាយសរសើរមិនដាច់ពីមាត់នោះទេការរៀបចំបែបនេះគឺស្ទើរតែដូចជាមួយនឹងការរៀបចំប្រកួតប្រជែងជាមួយនឹងមនុស្សនៅក្នុងកុលសម្ព័ន្ធទន្លេក្រហមរបស់នាងទៅហើយនៅទីកន្លែងនោះគឺមានអ្នកគុណនិយមជាច្រើនសុទ្ធសឹងតែជាសិស្សដែលស្ថិតក្នុងចំណោមសាលាទាំង5ឆាងសឹងបានប្រាប់លោកថាជាធម្មតានោះទេនគរជើគឺជានគរដ៏អស្ចារ្យហើយរីកចម្រើនចឹងការរៀបចំពិធីមួយគឺមិនអន់ទេនៅពេលដែលពួកគេដើរចូលបាបន្តិចស្រាប់តែមានសិស្សច្បងមួយក្រុមគេបានដើរចេញមកហើយសួរថាតើឯងនឹងគឺជាមនុស្សមកពីសាលាណាដែរស្លៀកពាក់ស្រែស្រែអញ្ចឹងឆាងសឹងបានប្រាប់ទៅថាគេគឺជាមនុស្សមកពីសាលាអន្តរជាតិadminសូមមកវកញ្ចក់បន្តិចសាលាជាតិដែលយើងធ្លាប់ទៅហៅនឹងយើងបដូរមកហៅសាលាអន្តរជាតិវិញទៅអ្នកគ្រប់គ្នានៅទីកន្លែងនោះគ្រាន់តែបានលើឆាងសឹងមកពីសាលាអន្តរជាតិចឹងមានការចាប់អារម្មណ៍ខ្លាំងណាស់វាក៏ធ្វើសិស្សច្បងមួយក្រុមនឹងសោយមកដល់ឆាងសឹងផងដែរវាគ្រាន់តែជាស្ថាប័នមួយដែលគេបោះបង់ចោលតែប៉ុណ្ណោះមុននឹងគេទទួលបានព័ត៌មានថាមានមនុស្សល្ងងម្នាក់បានទៅកាន់កាប់សាលាអន្តរជាតិអញ្ចឹងគឺមានន័យថាគឺជាឆាងសឹងគឺជាមនុស្សសម្រាប់ម្នាក់នេះសោះដែលគ្មានសម្បីតែការដាំដុះព្រមទាំងប្រាប់ទៅកាន់ឆាងសឹងថាបើភ្នែកឆ្កែមើលច្បាស់ទៅទីកន្លែងនេះគឺមិនអញ្ជើញសាលាអន្តរជាតិរបស់ពួកគេនោះទេដោយនៅលើផ្លាកនោះគឺពួកគេស្វាគមន៍តែសាលាចំនួន5តែប៉ុណ្ណោះលើដូច្នេះឆាងសឹងក៏ឆ្លៀតបដៅសិស្សច្បងនឹងបន្តិចទៅគឺថានៅក្នុងនគរជើដ៏អស្ចារ្យរបស់ពួកគេបង្កើតឡើងតាមរយៈការវឹកហាត់ក៏ដូចជាការដាំដុះសាលាមួយណាក៏មានតម្លៃរបស់វាផងដែរម្យ៉ាងវិញទៀតសាលាអន្តរជាតិរបស់ពួកគេក៏ទទួលបាននូវការអញ្ជើញយ៉ាងពិសេសពីសំណាក់ព្រះមហាក្សត្រឲ្យចូលរួមហើយពួកគេធ្វើបែបហ្នឹងថាតើមានន័យដូចម្ដេចទៅរៀមច្បងម្នាក់ហ្នឹងបានឃើញថាឆាងសឹងដូចជាថ្នាំធំខ្លាំងណាស់បែរជាហ៊ានតមាត់ជាមួយនឹងគាត់អញ្ចឹងហើយបើសិនជាគេចង់ស្លាប់ជូនតាមសំណូមពរអញ្ចឹងហើយក៏យាកតាប់ដៃតម្រង់ទៅរកឆាងសឹងខណៈពេលទៅឆាងសឹងឃើញអញ្ចឹងក៏ត្រៀមបញ្ចូលចំនួន3ដើមដូចគ្នាដោយឆាងសឹងគ្រាន់តែកម្រើកតែបន្តិចនោះទេក៏បណ្ដាលឲ្យគេនឹងត្រូវបានបញ្ចូលទាំង3ដោតជាប់ខ្នងព្រមទាំងជាប់ជីបចុកគេយ៉ាងទៀតផងតែកំឡុងពេលហ្នឹងក៏លេចវត្តមានរបស់លោកប្រុសម្នាក់បានបង្ហាញខ្លួនផងដែរគេទំនងជាសុភាពបារម្ភខ្លាំងណាស់ដោយសួរទៅកាន់ឆាងសឹងថាហេតុអីក៏គេចេះតែវាយមនុស្សដែលគ្មានហេតុផលអញ្ចឹងព្រោះថាកន្លែងមួយនេះត្រូវបានបង្កើតឡើងសម្រាប់ពិធីជប់លៀងស្រាទៅពាំងបាយជូរហើយក៏ប្រមូលផ្ដុំទៅដោយសិស្សនៃសាលាផ្សេងៗជាច្រើនផងដែរពេលហ្នឹងឆាងសឹងបានប្រាប់ទៅវិញថាគេអត់បានធ្វើបាបគាត់ទេគ្រាន់តែដោតបញ្ចូលសម្រួលជីបចុកក្នុងរាងកាយរបស់គាត់តែប៉ុណ្ណោះបើមើលទៅតាមអណ្ដាតក៏ដូចជាការភ្នែករបស់គាត់ហាក់ដូចជាមានប្រតិកម្មក្បាច់គុណមួយចំនួនដែលធ្វើឲ្យរាងកាយរបស់គាត់ឡើងកម្ដៅគេចាក់បញ្ចូលវិទ្យាសាស្ត្រដើម្បីធ្វើឲ្យកម្ដៅរបស់គាត់ថយចុះតែប៉ុណ្ណោះដំបូងឡើយគេថាពេលរៀមច្បងម្នាក់ហ្នឹងគឺអត់ជឿទៅលើអ្វីដែលឆាងសឹងបាននិយាយទេក៏ប៉ុន្តែនៅពេលដែលពិនិត្យលើធម្មពលជីក្នុងខ្លួនទើបដឹងថាឆាងសឹងនិយាយគឺជាការពិតបែបនេះក៏បង្កការភ្ញាក់ផ្អើលទៅដល់សិស្សជាច្រើនទៀតខណៈពេលដែលសិស្សម្នាក់នៅជ្រុងម្ខាងនេះមានការចាប់អារម្មណ៍ជាមួយនឹងជំនាញរបស់ឆាងសឹងជាខ្លាំងដល់ឡែកលោកប្រុសសុភាពបារម្ភម្នាក់ហ្នឹងគឺមានឈ្មោះថាចុងហនយូដោយឃើញដំបងស្មានថាគេហ្នឹងគឺជាមនុស្សត្រឹមត្រូវក៏ប៉ុន្តែមានណាគេគឺជាមនុស្សព្រានសោះហើយសួរទៅកាន់លោកថាតើហេតុអីក៏នៅជាមួយនឹងឆាងសឹងចឹងចំពោះលោកវិញគឺអត់ស្គាល់ថាគេហ្នឹងគឺជានរណានោះទេលោកប្រុសចុងហនយូហ្នឹងបានប្រាប់ថាតាមពិតទៅរាល់ពេលដែលនាងធ្វើការវឹកហាត់គេក៏តែងតែលបមើលនាងហើយក៏តែងតែនៅក្បែរនាងជានិច្ចផងដែរហើយនិយាយប្រាប់ទៅកាន់លោកថាបើសិនជានាងចង់ចូលរួមទៅក្នុងពិធីជប់លៀងមួយនេះចឹងនាងក៏អាចចូលរួមជាមួយនឹងពួកគេតំណាងសាលាតៅសួរបានផងដែរសិស្សបងរបស់គេដទៃទៀតបានប្រាប់ទៅកាន់លោកថានៅចាំកាលទៀតព្រោះថាលោកប្រុសហនយូគឺជាមនុស្សដែលមានទេពកោសល្យប្រចាំសាលាហើយតែលោកបានប្រាប់ទៅវិញថានាងគឺជាសិស្សនៃសាលាអន្តរជាតិជាធម្មតានោះទេនាងនៅខាងឆាងសឹងព្រោះថាឆាងសឹងគឺជាគ្រូបរិញ្ញាបត្ររបស់នាងតែលោកប្រុសចុងហនយូម្នាក់ហ្នឹងគឺមិនជឿនោះទេថាឆាងសឹងគឺជាគ្រូហើយគិតថាវាគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះប្រហែលជានាងត្រូវបានឆាងសឹងនឹងសដំចិត្តជាបំខានហើយដូច្នេះហើយក៏ចង់ដោះស្រាយជាមួយនឹងឆាងសឹងឲ្យនាងទៀតផងក៏ប៉ុន្តែឆាងសឹងបានការពីនាងប្រាប់ផងដែរថាបើសិនជាគ្មានន័យទេចេញទៅកុំរំខានសិស្សរបស់ខ្លួនឲ្យសោះសំដីបែបនេះបានធ្វើលោកប្រុសចុងនឹងមានអារម្មណ៍ថាខ្មាស់គេខ្លាំងណាស់ក៏ប៉ុន្តែគេក៏នៅតែបន្តនិយាយថាកម្មវិធីមួយនេះត្រូវបានអន្តរជាតិគឺជាអ្នករៀបចំឡើងសម្រាប់ការជួបជុំនៃសាលារៀនទាំងអស់ឲ្យត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរចំណេះដឹងគ្នាទៅវិញទៅមកព្រមទាំងត្រៀមខ្លួននៅក្នុងការប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រាត់ព្រមទាំងប្រាប់ទៅកាន់លោកផងដែរថាឆាន់ឆាងសឹងគឺជាមនុស្សម្នាក់ដែលគ្មានការវឹកហាត់នោះទេនិយាយមួយម៉ាត់ទៅគឺគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាគ្រូរបស់នាងឡើយបើសិនជានាងនៅតែបន្តតាមគេប្រកាសណាដោយយកអនាគតរបស់ខ្លួនឯងទៅកវែងចោលក្នុងទឹកទន្លេអញ្ចឹងសំដីបែបនេះបានធ្វើលោកនាងខាងខ្លាំងណាស់គណៈពេលហ្នឹងផងដែរស្រាប់តែម្ចាស់សាលាតាស៊ូដែលមានឈ្មោះថាម៉ែវឈៀវយូហ្នឹងគាត់ក៏បានធ្វើដំណើរមកដល់ហើយប្រាប់ទៅកាន់លោកប្រុសចុងព្រមទាំងគ្រប់សាលាទាំងអស់ហ្នឹងឲ្យបានដឹងផងដែរថាសាលាអន្តរជាតិពិតជាមានសិទ្ធិចូលរួមក្នុងកម្មវិធីមួយនេះពិតមែនបន្ទាប់មកគាត់ក៏បញ្ឈប់នៅការឆ្លុះប្រកែករបស់ពួកគេទាំងអស់គ្នាហើយឲ្យពួកគេសម្រួលអរិយាប័ត្រសិនទៅចំពោះសាលាអន្តរជាតិរបស់ឆាងសឹងគឺគ្មានការរៀបចំតុបតែងស្អីនោះទេគ្រាន់តែដាក់តុហើយនឹងទឹកតែពីរពេញឲ្យគេតែប៉ុណ្ណោះ
ចឹងហើយក៏បានធ្វើលូមានអារម្មណ៍ថាមួម៉ៅក្តៅក្រហាយតបងឡាយគឺទៅសារថាកន្លែងនេះល្អក៏ប៉ុន្តែចុងក្រោយដូចជាកន្លែងសម្រាមចឹងតែឆាងសឹងបានប្រាប់ទៅកាន់កូនសិស្សថាកុំខឹងឲ្យសោះចំពោះរឿងប៉ុណ្ណឹងមិនចាត់ទុកថាជាបញ្ហាសម្រាប់ពួកយើងនោះទេបន្ថែមពីនឹងយើងគួយឲ្យទៅស្រួលចាំមើលទៅថាតើមានរឿងអីកើតឡើងបន្តនៅគណៈពេលដែលពួកគេកំពុងតែស្រស់ស្រោមនោះស្រាប់តែមានអ្នកខ្លាំងម្នាក់ធាក់ទ្វារទម្លាយចេញមកពោពេញទៅដោយធម៌ពលមើលទៅគេដូចជាគ្មានការគោរពមនុស្សនៅខាងក្នុងនឹងសោះម្នាក់នឹងយើងបានដឹងហើយគឺជាលោកប្រុសនៃគ្រួសារធានហៃនៅពេលដែលគេបានបង្ហាញខ្លួនមកបានធ្វើប្រតិចាសៅគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះនៅគណៈពេលនោះគាត់បាននិយាយជាមួយនឹងលោកប្រុសធានហៃថាឈិនឆាងសឹងបានបើកសាលាអាត្រីតឲ្យដំណើរការឡើងវិញហើយធ្វើអញ្ចឹងគឺមានន័យថាឆាងសឹងក៏កំពុងតែស្ដាប់ទៅមកកណ្ដាលមុខរបស់ព្រះអង្គម្ចាស់ក៏ដូចជាគ្រួសារធានហៃរបស់ពួកគេលោកប្រុសធានហៃនឹងបានដើរចូលមកផ្ទាល់ដៃផ្លាច់និយាយសម្ដៅទៅកាន់ឆាងសឹងថាថ្មីនេះគេឮដំណឹងមកថាមានមនុស្សសម្រាប់ម្នាក់បានបើកដំណើរការសាលាអាត្រីតវិញហើយវាគឺជាទីធ្លាមួយដែលត្រូវបានជាតួរបស់គេនឹងបោះបង់ចោលការបើកដំណើរការឡើងវិញដូចនេះក៏ដូចជាផ្ទះកំភ្លៀងរបស់គ្រួសារធានហៃពួកគេអញ្ចឹងថ្ងៃនេះគេក៏នឹងមកធ្វើការបំផ្លាញដោយលោកប្រុសម្នាក់នឹងផងដែរគឺមានឈ្មោះថាធានហៃយ៉ាងឈ្មោះនេះរៀងវែងក្រាន់បើយើងហៅតែយ៉ាងទៅដោយយ៉ាងបានសួរទៅកាន់ឆាងសឹងថាឯងនឹងគឺជាឈិនឆាងសឹងមែនអញ្ចឹងបើសិនជាឯងនឹងគឺជាឆាងសឹងឆាប់ចេញមកលុតជង្គង់យើងក៏នឹងសម្រាប់ឯងហើយទុកសាកសពឲ្យបានល្អលោកបានឃើញគេច្រឹកឯងកាងអញ្ចឹងក៏បានសួរទៅថាតើគ្រួសារធានហៃរបស់ឯងមានការងារស្អីនៅក្នុងកម្មវិធីជប់លៀងមួយនេះទៅព្រោះថាកម្មវិធីជប់លៀងមួយនេះគឺសម្រាប់តែអញ្ជើញស្លាធំទាំង6តែប៉ុណ្ណោះដោយយ៉ាងបានតបត្រឡប់ទៅវិញថាអ្វីគ្រប់យ៉ាងដែលស្ថិតក្នុងទីក្រុងទេវតាមួយនេះវាគឺស្ថិតក្នុងកាតាបដៃរបស់គ្រួសារធានហៃរបស់គេទាំងមូលកុំថាឡើយវិធីជប់លៀងមួយនេះគឺវាគ្មានតម្លៃនោះទេនៅក្នុងកាយភ្នែករបស់គ្រួសារធានហៃអ្នកគ្រប់គ្នាងឿឆ្ងល់ខ្លាំងណាស់ថាតើលោកនឹងគឺជានរណាគេទៅបើជាហ៊ានតមាត់ជាមួយនឹងគ្រួសារធានហៃផងលោកបានសួរទៅកាន់អ្នកគ្រប់គ្នាក៏ដោយសារតែអបយ៉ាងនឹងគឺជាចៅទួយរបស់រាជិនីមែនបានជាអត់មាននរណាគេប្រឆាំងជាមួយនឹងគេអញ្ចឹងប៉ិតប្រកាសណាគឺពិតជាមានមែនសូម្បីតែម្ចាស់សាលាតៅសួរនឹងក៏គាត់អត់មានលទ្ធភាពគ្រប់គ្រាន់ប៉ះពាល់គេដែរដល់ដំណើរការនេះឆាងសឹងគឺទ្រាំលែងបានហើយក៏និយាយផងដែរថានគរជើងមិននឹកស្មានថាលួយដល់កម្រិតនេះទេសម្ដីបែបនេះបានធ្វើឲ្យសិស្សម្នាក់មានការអស់សំណើចជាខ្លាំងសិស្សច្បងរបស់គេបានប្រាប់ឲ្យស្ងាត់មាត់ទៅក៏ប៉ុន្តែគេតបត្រឡប់ទៅវិញថាស្ងាត់អ្មេចរឿងគួរអស់សំណើចចឹងហើយទប់សំណើចមិនបានចឹងក៏ចង់ដឹងខ្លាំងណាស់ថាគេសើចរឿងអីទៅប្រាប់គេផងចាំគេសើចដែរដោយគាត់ម្នាក់នឹងផងដែរគឺមានឈ្មោះថាសួនយិនប៉បានតបទៅកាន់យ៉ាងវិញផងដែរថានៅក្នុងកម្មវិធីដ៏ស្ងាត់ជ្ងប់បែបនេះបែរជាមានមនុស្សមកបង្កបញ្ហាដូចជាមិនតំណងទាល់តែសោះសម្ដីបែបនេះបានធ្វើលោកប្រុសយ៉ាងនឹងមានការខឹងសម្បាជាខ្លាំងហើយក៏បញ្ចេញនូវធម៌ពលសួរទៅកាន់គេផងដែរថាបើសិនជាយើងសម្លាប់ឯងចោលថាតើឯងនៅសើចបានទៀតអត់ឬក៏ជះធម៌ពលនោះចេញទៅពេញមកទំហឹងក៏ប៉ុន្តែវាមិនអាចធ្វើអ្វីទៅកាន់យិនប៉បានទេហើយនៅក្នុងគណៈពេលនេះយិនប៉ក៏ស្ទើរតែទ្រាំបានទេដែរក៏សម្រុកចូលទៅវាយគ្នាក៏ប៉ុន្តែត្រូវបានរៀមច្បងរបស់ពួកគេខកថាឯងឆាប់លុតជង្គង់សុំទោសលោកប្រុសធានហៃភ្លាមទៅម្យ៉ាងវិញទៀតកំទាញពួកគេចូលក្នុងបញ្ហាមួយនេះឲ្យសោះអែតមានសម្បើកវងកញ្ចក់បន្តិចពួកគេគឺជាសិស្សមកពីសាលាចៃស៊ីងយិនប៉បានប្រាប់ទៅកាន់សិស្សច្បងថាសាលាចៃស៊ីងរបស់ពួកគេក៏តែងតែមានឆ្អឹងក្នុងរឿងមុំខ្លាំងណាស់ក៏មិនដែលចោះចាញ់ជាមួយនឹងសត្រូវបែបហ្នឹងទេទោះបីជាពួកគាត់ខ្លាចគ្រួសារធានហៃក៏ប៉ុន្តែគេគឺមិនខ្លាចនោះឡើយឆាងសឹងក៏បានចេញមកហើយនិយាយបែបសុភាពតិចទៅកាន់គេផងដែរថាអរគុណសម្រាប់រឿងមួយនេះក៏ប៉ុន្តែគេម្នាក់ហ្នឹងគឺជាចៅទួយរបស់ព្រះរាជិនីគេអាចនឹងនាំបញ្ហាសម្រាប់គាត់ផងដែរក៏ប៉ុន្តែយិនប៉បានប្រាប់ត្រឡប់ទៅវិញថាគេគឺជាមនុស្សម្នាក់ដែលមកពីទឹកដីភ្នំទលេក្រហមពួកគេក៏ជាមនុស្សដែលមកពីជនបទឬមួយក៏មកពីព្រៃដែរគឺមិនខ្លាចនឹងមានបញ្ហាហើយក៏មិនអោនក្បាលចំពោះសត្រូវដូចគ្នាខណៈពេលនេះដែលវាចៃដន្យខ្លាំងមែនទែនឆាងសឹងក៏ជាមនុស្សមកពីព្រៃដែរចឹងក៏នៅតែបន្តឌឺដងនៅខាងលើថាតែប៉ុន្តែគឺជាក្មេងព្រៃពីរនាក់សោះតែជឿអត់ថាគេអាចដុតព្រៃរបស់ពួកគេចោលយិនប៉បានប្រាប់ឲ្យទៅមកកន្លែងទៅព្រោះថាអបែម្នាក់នឹងស្ថិតក្នុងកម្រិតទី2គឺអាណាចក្រនៃការបំភ្លឺឯខ្លួនក៏ស្ថិតក្នុងអាណាចក្រនៃការបំភ្លឺដែរកម្លាំងរបស់ពួកគេទាំងពីរស្មើគ្នាទេមកចាំបារម្ភឡើយចឹងហើយក៏បានឡើងទៅកាន់ទីលានដើម្បីវាយគ្នាមួយស្មើជាមួយនឹងយ៉ាងខណៈពេលដែលអ្នកគ្រប់គ្នានៅខាងក្រោមមានការភ្ញាក់ផ្អើលខ្លាំងណាស់មិននឹកស្មានថាយិនប៉បាយជាហ៊ានប្រមាថគ្រួសារធានហៃចឹងទេប្រហែលជាអនាគតរបស់គេត្រូវបានលាឆាប់នឹងហើយយិនប៉ក៏បានឡើងទៅខាងលើហើយកណៃនាំខ្លួនមកពីសាលាណាសាលាណីអីចឹងទៅព្រមទាំងឈ្មោះផងដែរខណៈពេលដែលលោកប្រុសយ៉ាងគឺមិនចង់និយាយច្រើននោះទេបើសិនជាគេចង់សប្បាយហើយនោះអាចកំដរបានចឹងហើយក៏ប្រើនៅលឿនលឿនសម្រុកចូលមកដែលគេញ៉ាំដៃរបស់យ៉ាងដូចជាខ្លាំងខ្លាមែនតែនព្រមទាំងចង់ជូនយិនប៉មួយជើងកដាដើមទ្រូងរបស់គេទៀតផងដោយនៅក្នុងគណៈពេលហ្នឹងយ៉ាងក៏បានបើកនៅធម្មពលដ៏ខ្លាំងក្លាគេចេញមកចំហាយធម្មពលគឺជះចេញមកពេញទីលានទៅហើយគណៈពេលដែលលោកនៅខាងក្រោមក៏មានការបារម្ភចំពោះយិនប៉ដែរដោយយ៉ាងក៏និយាយយ៉ាងជឿជាក់ថាកម្រិតធម្មពលស្មើគេមែនក៏ប៉ុន្តែគេក៏នៅតែសម្រាមបែរជាហ៊ានប៉ះពាល់ជាមួយនឹងខ្លួនដោយវាគឺមិនខ້ອຍក្រៅពីរោគសេចក្តីស្លាប់ដាក់ខ្លួននោះទេចឹងហើយអ្នកទាំងពីរក៏ប៉ះទៅកិច្ចគ្នាសារជាថ្មីម្ដងទៀតក៏ដៃប៉ះជាមួយនឹងកញ្ញាំហើយនៅទីបំផុតយិនប៉ក៏ត្រូវបានគេជូនមកកដប់ដៃប៉ាងថយទៅខាងក្រោយបាត់ទៅហើយគណៈពេលហ្នឹងគេក៏នៅតែបញ្ឈប់ប្រើប្រាស់នៅកដប់ដៃខ្យល់មួយទៀតសន្ទុកខ្យល់ដូចជាខ្លាំងពេកហើយធ្វើឲ្យលូមានការបារម្ភហើយប្រាប់ទៅកាន់លោកគ្រូថាគេម្នាក់នោះកំពុងតែមានបញ្ហាហើយក៏ប៉ុន្តែឆាងសឹងបានប្រាប់នាងថាគេមិនគិតចឹងទេទោះបីជាការវាយប្រហាររបស់យ៉ាអឺនឹងខូខើក៏ពិតមែនក៏ប៉ុន្តែចលនាជើងរបស់គេគឺមិននឹងណនៅឡើយម្យ៉ាងវិញទៀតគឺថាយិនប៉គឺមិនទាន់បញ្ចេញនៅកម្លាំងពិតប្រាកដរបស់ខ្លួននៅឡើយនោះទេនេះក៏តំណងជាយិនប៉ធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលមិនខានឡើយហើយដូចជាការរំពឹង
ងទុករបស់ឆាងសង់ពិតមែនខណៈពេលនេះគេបញ្ចេញនៅធម្មពលដ៏កាយសាហាវចេញមករូបរាងកាយរបស់គេក៏ត្រូវបានវិវត្តដៃស្ដាំក៏ប្រែคล้ายទៅជាដៃរបស់សត្វចម្លែកមួយដ៏កាយសាហាវព្រមទាំងភ្នែករបស់គេនឹងដូចជាភ្នែករបស់សត្វចម្លែកទៀតផងមនុស្សគ្រប់គ្នាឃើញចឹងមានការភ្ញាក់ផ្អើលដូចជាការរំពឹងទុកបន្ថែមពីនោះពួកគេដឹងហើយថានេះគឺជាបច្ចេកទេសរបស់សត្វសាហាវនៅពេលដែលប្រើបច្ចេកទេសនេះហើយកម្លាំងរបស់ពួកគេក៏នឹងខ្លាំងទ្វេដងចំពោះលោកវិញមានការភ្ញាក់ផ្អើលជាមួយសមត្ថភាពរបស់លោកគ្រូមកតង់ទៀតហើយគ្រាន់តែមើលនោះទេគឺអាចបានស្មានដឹងបន្ថែមពីនោះក៏សរសើរទៅកាន់យានពណ៌ដែរថាគេពិតជាស័ក្តិសមធ្វើជាមនុស្សនៃភ្នំទន្លេក្រហមពិតមែនចំពោះការប្រយុទ្ធគ្នាចំពោះមនុស្សដែលស្ថិតក្នុងកម្រិតស្មើគ្នាគឺតម្រូវឲ្យពួកគេចេះប្រើប្រាស់ល្បិចក៏ដូចជាស្ទាបស្ទង់លើដៃគូសត្រូវឥឡូវនេះការស្ទាបស្ទង់ក៏ត្រូវបានបញ្ចប់ទៅហើយខណៈពេលនេះយានពណ៌ក៏លេងជាមួយនឹងយ៉ាងមកទំហឹងកដាប់ដៃសត្វចម្លែកខណៈពេលនេះយ៉ាងពិតជាពិបាកក្នុងការវាយតតាំងជាមួយនឹងគេពិតមែនត្រូវបានចាប់បោកផងអីផងក្រៅពីនោះក៏គប់ជាប់ជាងនៅខាងលើទៀតយ៉ាងបានឃើញហើយថាកម្លាំងរបស់គេដូចជាសត្វចម្លែកអញ្ចឹងគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់អញ្ចឹងបើសិនជាគេគឺជាសត្វចម្លែកដ៏កាយសាហាវអញ្ចឹងហើយគឺវាសប្បាយសម្រាប់គេខ្លាំងណាស់ក្នុងការធ្វើទរណកម្មដោយបញ្ចេញនៅធម្មពលមកប្រភេទក៏ទំនងជាជាតិពឹសអញ្ចឹងដោយឆាងសឹងមើលពីចម្ងាយទៅដឹងថាអត់ស្រួលបាត់ទៅហើយនៅពេលដែលក្តាប់ដៃរបស់អ្នកទាំងពីរប៉ះគ្នាគឺថាបែយ៉ាហ្នឹងក៏ត្រូវបានខ្ទាតថយទៅខាងក្រោយបាត់ទៅហើយក៏ប៉ុន្តែគេបានបញ្ចូលនៅជាតិពឹសអ្វីមួយយ៉ាងចូលទៅខាងក្នុងដៃរបស់យានពណ៌ហើយជាតិពឹសនោះគឺជ្រាបចូលយ៉ាងរហ័សជាទីបំផុតក៏បណ្ដាលឲ្យយានពណ៌មានការឈឺចាប់ខ្លាំងមែនទែនឆាងសឹងគ្រាន់តែបានឃើញគេប្រើពឹសអញ្ចឹងដូចជាមានអារម្មណ៍ថាផ្ទុះកំហឹងឡើងហើយគេក៏ស្គាល់ច្បាស់ណាស់ថានេះគឺជាពឹសក្អែកលោកក៏មួមកតង់ទៀតហើយស្រែកសួរទៅកាន់អ្នកគ្រប់គ្នាថាបែបម្នាក់នឹងលេងខូចចុះហេតុអីក៏អត់មានណាគេចេញមុខទៅតតាំងជាមួយនឹងគេអញ្ចឹងដោយពឹសក្អែកមួយនឹងផងដែរគឺសាហាវខ្លាំងមែនទែនវាក៏បានជ្រាបចូលទៅវាយលុកក្នុងសរសៃជីបចោព្រមទាំងបឺតយកនៅធម្មពលឈីកំទេចចោលទោះបីជាជនរងគ្រោះនោះនៅមានជីវិតក៏ពិតមែនក៏ប៉ុន្តែគេនឹងខ្លាយទៅជាមនុស្សរុក្ខជាតិកាំងនៅមកកន្លែងដេកតែនៅលើកទេនោះទេហើយនៅក្នុងគណៈពេលនេះវិញជាតិពណ៌ក៏ត្រូវបានអបេយ៉ានោះវាយជាទំនួនផងដែរបំរុងនឹងប្រើប្រាស់នៅធម្មពលពឹសក្អែកបន្ថែមសម្រាប់គេទៅហើយស្រាប់តែស៊ីមួយខ្សែតៃទឹកភ្លៀងរបស់លោកប៉ាងទៅម្ខាងបាត់ទៅហើយឆាងសឹងឃើញថាស្រួលក៏បញ្ញាប់នាំយានពណ៌ចោលទៅខាងក្រោមដើម្បីពិនិត្យមើលស្ថានភាពជំងឺរបស់គេពេលហ្នឹងបានឃើញផងដែរថាជាតិពឹសបានជ្រាបចូលស្ទើរតែពេញរាងកាយទៅហើយចង់ដើម្បីឲ្យបញ្ឈប់នៅជាតិពឹសនេះបានលុះត្រាតែគេប្រើប្រាស់ម្ជុលចុចទៅលើសរសៃឈាមរាងផ្លូវរបស់ជាតិពឹសនឹងសិនតែប៉ុណ្ណោះដោយឆាងសឹងបានប្រើប្រាស់នៅបច្ចេកទេសម្ជុលចំនួន3ប្រភេទបច្ចេកទេសទី1មានឈ្មោះថាម្ជុលហឺគូម្ជុលទី2គឺម្ជុលលំហូរឈីហើយម្ជុលទី3មានឈ្មោះថាចុងធីងដោយadminក៏សូមអធិស្ឋានផងដែរគឺថាadminអត់ចេះចិននោះទេបើសិនជាចេះចិនadminក៏នឹងបកស្រាយអត្ថន័យនៃម្ជុលទាំង3នេះបានហើយនៅទីបំផុតឆាងសឹងក៏បិទនៅចរន្តជាតិពឹសនឹងបានហើយក៏ត្រូវការពេលវេលាមួយចំនួនទៀតដើម្បីបូមយកវាចេញពីរាងកាយអស់យ៉ាងបានប្រាប់ផងដែរថាពឹសក្អែករបស់គេគឺគ្មាននរណាគេអាចព្យាបាលបាននោះទេម្យ៉ាងវិញទេមនុស្សស្រែដូចជាឆាងសឹងចឹងធ្វើមិននឹងអាចព្យាបាលបានទៅគឺពិតជាចូលចិត្តធ្វើខ្លួនឲ្យខ្មាស់គេមែនក៏ប៉ុន្តែលោកបានប្រាប់ថាបើសិនជាលោកគ្រូរបស់គេនិយាយថាព្យាបាលបានហើយចឹងក៏មានន័យថាអាចទៅរួចទាំងអស់អបយ៉ាងហ្នឹងបានឃើញថាសម្រាប់របស់លោកដូចជាក្រនបាដែរចឹងក៏បានប្រាប់នាងទៅថាឥឡូវនេះលេងជាមួយនឹងគេបន្តិចទៅបន្ទាប់ពីលេងរួចហើយនាងក៏នឹងសម្លាប់លោកគ្រូរបស់គេបន្ទាប់មកទៀតក៏នឹងទៅលេងជាមួយនឹងនាងម្ដងទៀតយ៉ាងម៉េចដែរសម្ដីថោកទាបបែបហ្នឹងបានធ្វើឲ្យលោកនាងខាងខ្លាំងណាស់ហើយឆាងសឹងក៏មិនចង់ឲ្យគេនិយាយសាំទៅបែច្រើនដែរក៏ប្រាប់ទៅកាន់លោកឲ្យប្រើប្រាស់នៅស្នៀតដៅចុងសានតម្រងទី3វាគឺជារង្វង់នៃការប្រមូលផ្ដុំធម្មពលឈីក្រោយពីបង្រួមគឺអាចជះចេញទៅជាមួយនឹងរលកធម្មពលខ្លាំងជាងមុន100ដងក្រោយពីលោកធ្វើការអនុវត្តទៅតាមសម្ដីរបស់លោកគ្រូហើយឃើញថាពិតជាទទួលបានប្រសិទ្ធភាពពិតមែនកម្លាំងធម្មពលរបស់នាងក្នុងគណៈពេលនេះខ្លាំងណាស់អាចវាយអ្នកកម្រិតទី2បានយ៉ាងងាយស្រួលលោកប្រូយ៉ាហ្នឹងក៏ត្រូវបានលោកវត្តដូចជាកបីចឹងដែលបណ្ដាលឲ្យព្រឹទ្ធាចារ្យទាំងអស់មានការភ្ញាក់ផ្អើលចំពោះសមត្ថភាពនេះណាបន្តមកទៀតឆាងសឹងក៏បានឲ្យនាងប្រើប្រាស់នៅទម្រង់ទី4គឺជាការបង្វិលព្រលឹងក្បាច់គុណទៅលើស្មាស្ទាមមួយហ្នឹងគឺមានឈ្មោះថារនាំងការពីទឹកភ្លៀងអបេយ៉ាក៏ត្រូវបានលោកចាប់គេបោកចុះបោកឡើងពេញនោះដែលបណ្ដាលឲ្យគេស្រែកពោពេញទៅដោយក្តីឈឺចាប់មើលទៅក៏ពិតជាគួរអាណិតខ្លាំងមែនទែនចឹងហើយឆាងសឹងក៏បានប្រាប់ឲ្យនាងប្រើប្រាស់នៅស្នៀតទម្រង់ទី5គឺជាការបញ្ចូលធម្មពលខ្យល់និងរន្ទះចូលក្នុងខ្លួនរបស់បិសាចហើយអបេយ៉ានៅក្នុងគណៈពេលនេះត្រូវបានលោកយកមកធ្វើជាឧទាហរណ៍នៃការវឹកហាត់របស់នាងទៅហើយដោយនាងក៏បានបង្រួមនៅធម្មពលខ្យល់ព្រមជាមួយនឹងធម្មពលរន្ទះចូលក្នុងម្រាមដៃតែមនុស្សបានចេញទៅក៏និយាយទៅកាន់យ៉ាផងដែរថាឯងពិតជាខ្សោយខ្លាំងណាស់បន្តមកទៀតក៏បានចេញទៅមកទំហឹងក៏បណ្ដាបេយ៉ានឹងក៏មិនអាចទប់ទល់ជាមួយនឹងនាងបានទេត្រូវបានប៉ាំងខ្ទាតពោពេញទៅដោយស្នាមរបួសហើយឆាងសឹងវិញក៏បញ្ចប់នៃការព្យាបាលរបស់ខ្លួនដូចគ្នាផងដែរខណៈពេលដែលសិស្សទាំងអស់មានការភ្ញាក់ផ្អើលខ្លាំងណាស់បដូរសត្រូវត្រឹមតែ3ស្នៀតចឹងក៏ស្ទើរតែមិនគួរឲ្យជឿនោះទេម្យ៉ាងវិញទេគឺថាបេធានហាយ៉ានឹងគឺជាអ្នកខ្លាំងម្នាក់ដែលស្ថិតក្នុងកំណត់ត្រាពពកលេខរៀងទី30ឯណោះដោយមនុស្សស្មាននោះទេថាលោកខ្លាំងចឹងហើយក៏មិនដឹងថាតើពពករបស់នេះគឺជានរណាគេដែរដែលតាមពិតទៅលោកក៏ធ្វើទៅតាមការណែនាំរបស់ឆាងសឹងទេចំពោះលោកប្រតិចារសៅគាត់មានការព្រួយបារម្ភចំពោះលោកប្រធានហើយខ្លាំងមែនទែនក៏បញ្ញាប់សួរទៅថាតើគាត់របួសធ្ងន់ឬក៏អត់យ៉ាក៏ច្រើនគាត់ក៏វត្តចោលដោយសួរថាតើអត់ភ្នែកមើលទេដំណាក់កាលហ្នឹងហើយពេលនេះគឺខឹងជាខ្លាំងហើយនិយាយទៅកាន់ឈិនឆាងសឹងថាគ្រាន់តែជាមនុស្សសម្រាប់ពីរនាក់បែរជាធ្វើឲ្យខ្លួនរបួសដល់ដំណាក់កាលហ្នឹងចឹងគេក៏សម្រេចចិត្តហើយក៏នឹងធ្វើឲ្យសិស្សរបស់គេនឹងត្រូវស្លាប់កប់ក្នុងថោម្យ៉ាងវិញទៀតក៏នឹងសម្លាប់ឆាងសឹងកាប់ចិញ្ច្រាំគេជាច្រើនចំណែកបន្ថែមពីហ្នឹងក៏ធ្វើឲ្យមិត្តភ័ក្តិរបស់ឆាងសឹងដែលជាថាងសឺលៀនោះពិការអស់មួយជីវិតដូចគ្នាដែរដោយនិយាយប្រាប់បន្ថែមថា
គេដឹងថាឆាងសឹងកំពុងតែខឹងខ្លាំងណាស់ឡើយនេះទ្រាំបាននោះទេក៏ប៉ុន្តែមនុស្សដូចជាពួកគេប្រៀបបីដូចជាសម័យនៅខាងក្រោមជើងរបស់គេអញ្ចឹងដោយគេចង់ជន់ឈ្លីសម្រាប់អីតាមតែចិត្តនឹងព្រោះថាខ្លួនគេគឺជាចៅប្រុសរបស់រាជនីទៅហើយអ្វីដែលគួរឲ្យសំណើចគឺថាបែចាហ្នឹងគឺជាលោកប្រុសដែលមានអំណួតខ្លាំងណាស់ក៏ប៉ុន្តែមើលកពស់វិញទៅឡើងកទៅឯឆាងសឹងវិញគឺមិនប្រកាន់ក្នុងការបដៅក្មេងមានចរិតល្អនោះទេចឹងហើយក៏ជួនមួយបាតដៃកោះឡើងទៅខាងលើក៏បណ្ដាលឲ្យបែចាហ្នឹងបែកទៅមកខ្ចាយដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគេគឺជាមនុស្សធម្មតាមិនក៏ខ្លាំងចឹងហើយឆាងសឹងក៏បានប្រាប់ទៅថាឯងបានប៉ាន់ស្មានយើងខុសចំនួន2ចំណុចទី1គឺថាឆាងសឹងនៅក្នុងគណៈពេលនេះគឺជាអ្នកវឹកហាត់ម្នាក់ហើយហើយទី2គេចង់ធ្វើឲ្យមិត្តរបស់ខ្លួនពិការអញ្ចឹងក៏ជួនសំណើនេះទៅកាន់ខ្លួនគេវិញមិនថាអ្នកនោះគឺជានរណានោះទេអ្នកនោះក៏ត្រូវតែទទួលនៅអ្វីដែលខ្លួនបាននិយាយហើយឆាងសឹងក៏បានដោតនៅមជ្ឈចំខ្នងរបស់គេព្រមទាំងដំណើរការនៃក្បួនមជ្ឈមកប្រភេទដោយបានបំផ្លាញនៅធម្មពលឈីក្នុងរាងកាយរបស់យ៉ាអឺឡើងខ្ទេចខ្ទីគណៈពេលនេះគេគឺជាមនុស្សពិការម្នាក់ហើយកម្រិតនៃការវឹកហាត់របស់គេក៏ស្មើសូន្យដូចជាមនុស្សធម្មតាអញ្ចឹងការបែបនេះបានធ្វើលោកប្រតិចារសាវគាត់ខឹងមកមកក្តៅក្រហាយជាមួយនឹងឆាងសឹងជាខ្លាំងមិនត្រឹមតែផែនការរបស់គាត់ត្រូវបានបរាជ័យនោះទេថែមទាំងធ្វើឲ្យមានបញ្ហាទៅដល់លោកប្រុសធានហើយទៀតផងហើយដូច្នេះហើយក៏ទ្រាំបាននោះទេបញ្ញាប់ហើយអ្នកយាមនៅខាងក្រៅឲ្យចាប់ខ្លួនពួកគេពីរនាក់នេះភ្លាមទៅក៏ប៉ុន្តែកំឡុងពេលនោះស្រាប់តែលោកគ្រូម៉ៅឈីយូគាត់ចេញមុខមកការពារគាត់បានប្រាប់ថាពិធីជប់លៀងមួយនេះអ្នកក្រៅគឺគ្មានសិទ្ធិចូលមកជ្រៀតជ្រែកនោះទេម្យ៉ាងវិញទៀតបានឃើញពីគោលបំណងអាត្មានិយមរបស់លោកប្រតិចារសាវនឹងហើយគឺគាត់ចាំមើលតាំងពីដំបូងថាគេនឹងលេងទៅអ្វីខ្លះគឺដំបងឡៃក៏ចង់តាក់ទាញយ៉ាអឺមកសម្រាប់ឆាងសឹងទាំងដែលឆាងសឹងនោះគឺគ្មានគំនុំអ្វីជាមួយនឹងគាត់អ្វីបន្តិចតទៅសោះក្រៅពីនឹងក៏បានរំលឹកប្រតិចារសាវផងដែរថាតើរាជនីអត់បានមើលពីសមត្ថភាពរបស់ឆាងសឹងទេមែនការរៀបចំឲ្យចូលរៀននៅក្នុងសាលាអាត្រីនឹងក៏ជាការរៀបចំរបស់រាជនីដែរព្រោះថាសាលាមួយនេះគឺស្ថិតក្នុងកាតព្វដៃរបស់រាជនីធានហើយបើសិនជាគ្មានការអនុញ្ញាតពីគាត់នោះទេម្លេះឆាងសឹងក៏ប្រហែលជាមិនអាចស្នាក់នៅក្នុងសាលាអាត្រីបានឡើយចំពោះបញ្ហាមួយនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ចឹងហើយក៏បានដាក់ទោសទៅកាន់លោកប្រតិចារសាវដើម្បីតែគាត់ធ្វើដំណើរត្រឡប់ទៅកាន់សាលាតៅសួរវិញព្រមទាំងនិយាយគម្រាមទៅកាន់លោកប្រតិចារសាវនឹងឲ្យគាត់ភ័យឡើងញ័រជើងតតាត់ផងដែរថារឿងដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងរាជនីទៅហើយនោះទោះបីជាអ្នកនោះមានអំណាចខ្លាំងនៅក្នុងរាជធានីទេវតាក៏ដោយក៏ពួកគេត្រូវតែប្រឈមមុខទៅនឹងការស្លាប់ដដែលនៅក្នុងយប់នោះផងដែរពិធីជប់លៀងក៏ត្រូវបានបញ្ចប់ដោយភាពមិនចុះសម្រុងគ្នាតទៅសោះទោះបីជាឥឡូវនេះសាលាអធិរាជរបស់ឆាងសឹងត្រូវបានគេបញ្ចូលជាសាលាកំពូលក្នុងចំណោមសាលាទាំង6ក៏ពិតមែនក៏ប៉ុន្តែនៅតែមានសិស្សក៏ដូចជាសាលាមួយចំនួនមិនពេញចិត្តដដែលក៏ប៉ុន្តែទាំងអស់នេះគឺមិនមែនជាកំហុសរបស់ពួកគេនោះទេគឺពួកគេកំពុងតែស្ដារមុខស្ដារមាត់នៃសាលាអធិរាជត្រឡប់មកវិញតែប៉ុណ្ណោះកន្លែងមកមើលសួនយិនប៉ឯនេះវិញគឺថាគណៈពេលនេះសិស្សច្បងរបស់គេព្រមទាំងសាលាចៃស៊ីទាំងមូលគឺមិនទទួលយកគេធ្វើជាសិស្សទៀតនោះឡើយព្រោះថាគេបានប៉ះពាល់ទៅដល់គ្រួសារធានហើយចឹងពួកគេគឺគ្មានលទ្ធភាពគ្រប់គ្រាន់នឹងអាចតតាំងបានទេហើយសួនយិនប៉ក៏ដឹងពីបំណងរបស់ពួកគេដូចគ្នាផងដែរចឹងហើយខ្លួនគឺមានតែសម្រាប់ចិត្តចាក់ចែងតែប៉ុណ្ណោះចឹងហើយឆាងសឹងក៏បានសួរទៅថាតើគេមានបំណងទៅណាវិញឥឡូវមនុស្សឆ្លើយសំណួរមួយនេះយិនប៉ក៏បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនបន្តិចគិតថាអ្នកភូមិទាំងអស់បានប្រមូលលុយគ្នាដើម្បីឲ្យគេមានឱកាសធ្វើដំណើរមកកាន់រាជធានីទេវតាដើម្បីធ្វើការសិក្សារៀនសូត្រហើយឥឡូវនេះទៀតសោតគេអត់ជំរឿហើយចឹងក៏មានតែស្វែងរកវិធីដើម្បីរកលុយយកទៅសងអ្នកភូមិរបស់គេវិញទោះបីជាត្រូវលាងចានជូតអត់ឲ្យគេក៏ដោយបន្ទាប់ពីលុយគ្រប់ហើយគេក៏នឹងត្រឡប់ទៅផ្ទះវិញជាជាពំខានក៏ប៉ុន្តែលោកបានសួរថាគេតស៊ូខ្លាំងណាស់ទម្រាំតែមកដល់រាជធានីទេវតាតែគោលបំណងរបស់គេនឹងអស់ធំត្រឹមតែជូតអត់លាងចានឲ្យគេតែប៉ុណ្្នឹងទេមែនហើយបើសិនជាគេគិតថាគ្មានកន្លែងទៅទេអាចចូលរួមនៅខាងក្នុងសាលាអធិរាជរបស់ពួកគេបានដើម្បីតែបានចូលរួមហើយគេក៏នឹងមានឱកាសចូលរួមក្នុងការប្រឡងជាមិនខានឡើយឆាងសឹងក៏បានប្រាប់បន្ថែមថាទោះបីជាកន្លែងរបស់ពួកគេគឺជាកន្លែងមួយដែលត្រូវបានគេបោះបង់ចោលក៏ពិតមែនក៏ប៉ុន្តែកន្លែងមួយនេះគឺជាកន្លែងដែលមានសេរីភាពបំផុតដែលមានអារម្មណ៍ថាខ្លួនឯងគឺជាស្ដេចសោយរីក្នុងព្រៃអញ្ចឹងដោយសារតែបែបហ្នឹងយានប៉ក៏សម្រេចចិត្តចូលរួមនៅខាងក្នុងសាលារបស់ពួកគេហើយចំនួនសមាជិកបច្ចុប្បន្នគឺមានចំនួន3នាក់បន្ទាប់មកគេក៏បានបង្កើតនៅពិធីជប់លៀងមួយនៅខាងក្នុងបណ្ណាល័យដើម្បីស្វាគមន៍នៅសិស្សទី3យានប៉ក៏បានសួរពួកគេហើយថាតើការចុះឈ្មោះចូលរៀននេះគឺមានច្បាប់ណាមួយអត់លោកនាងក៏បានប្រាប់ទៅថាពាក្យរបស់គ្រូនេះគឺជាច្បាប់ហើយបែបហ្នឹងក៏បណ្ដាលឲ្យយានប៉ងើយឆ្ងល់ខ្លាំងណាស់ថាតើក្នុងសាលារបស់ពួកគេអត់មានព្រឹត្តិការណ៍ទេមែននាងក៏បានប្រាប់ទៅថាលោកគ្រូរបស់គេមិនត្រឹមតែជាគ្រូនោះទេគាត់ក៏ជាព្រឹទ្ធបរិះក៏ជាព្រឹត្តិការណ៍ព្រមទាំងជាសិស្សដូចជាពួកគេផងដែរអញ្ចឹងដំណើររបស់គាត់គឺ3ក្នុងពេលតែមួយបន្ថែមពីនឹងអ្នកដែលត្រូវបរៀនយានប៉គឺមិនមែនជាឆាងសឹងនោះទេគឺជាលោកព្រោះដោយសារតែលោកគឺជាកូនសិស្សផ្ទាល់របស់ឆាងសឹងអញ្ចឹងមានន័យថាឆាងសឹងគឺជាចៅហ្វាយរបស់យានប៉ដឹងតែតបថាម៉េចទេមានតែតបថាអូគណៈពេលនោះស្រាប់តែលបងທາງ36ហ្នឹងគាត់ក៏បានធ្វើដំណើរមកដល់គេមានមោទនភាពខ្លាំងណាស់ចំពោះឆាងសឹងបែរជាមានសមត្ថភាពបានធ្វើលោកប្រធានឲ្យពិការអញ្ចឹងក្រៅពីហ្នឹងក៏បានឃើញឆាងសឹងទទួលសិស្សថ្មីទៀតមានការរំភើបចិត្តខ្លាំងមែនទែនក្រៅពីហ្នឹងក៏បានយកនៅសារល្អមកជូនគេផឹកថែមទៀតផងបន្ទាប់មកទៀតពួកគេទាំង3នាក់ក៏បានណែនាំពីសមាជិករបស់ខ្លួនព្រមទាំងអត្តសញ្ញាណផងដែរហើយឆាងសឹងក៏ងើយឆ្ងល់ផងដែរថាក្នុងពិធីជប់លៀងយប់មិញមិនក៏បានឃើញវត្តមានរបស់ທາງសាលាអញ្ចឹងທາງសាលាបានប្រាប់ថាគេក៏ចង់ទៅដែរក៏ប៉ុន្តែត្រូវបានពួកព្រឹទ្ធាចារ្យនេះចាក់សោគេក្នុងបន្ទប់ជាប់បាត់ហើយចង់ឬក៏មិនចង់ក៏ត្រូវតែសង្ងំនៅផ្ទះហើយທາງសាលាក៏មានដំណើរអាក្រក់មួយប្រាប់ទៅកាន់ឆាងសឹងផងដែរគឺថានៅក្នុងថ្ងៃស្អែកនឹងមានកម្មវិធីជប់លៀងដ៏កម្រមួយនៅឯវិមានវើយ៉ាងដោយមនុស្សនៃបកដៅលីសានក៏នឹងតែធ្វើការភ្ជាប់ពាក្យ
គ្នាជាមួយនឹងតកោស៊ូហើយអញ្ចឹងក៏មានន័យថាគូតដងរបស់គេស៊ូយូរ៉ងហ្នឹងក៏ត្រូវរៀបការជាមួយនឹងអ្នកផ្សេងស្ដាប់លើអញ្ចឹងឆាងសាំងភាំងមែនតើក៏ប៉ុន្តែចិត្តរបស់គេស្ងប់ល្អខ្លាំងណាស់ដោយពួកយើងមិនដឹងថាពេលវេលានោះមកដល់នឹងទៅជាយ៉ាងណាទៀតនោះទេព្រោះថានៅក្នុងភាគទី4មួយនេះផងដែរក៏ដល់ទីបញ្ចប់ហើយចឹងបងប្អូនទាំងគ្នាក៏មានតែរងចាំតាមដានទស្សនាក្នុងភាគទី5តែប៉ុណ្ណោះហើយadminរៀបអធិស្ឋានបន្តិចចំពោះសម្លេងផងដែរអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាគិតថារឿងនេះល្អមើលសូម comment ពាក្យថាល្អមើលព្រមទាំងជួយចុច like subscribe បើកសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តអញ្ចឹងពី admin មេប៉ាសៀវទៅគឺមានតែប៉ុណ្ណឹងនោះទេសូមជូនពរបងប្អូនទាំងគ្នាសុខភាពល្អបវររឿងមានសុភមង្គលនៅក្នុងក្រុមគ្រួសារមានលុយហូរចូលមកកាន់តែច្រើនហូរដូចជាទឹក